ចាសូមជម្រាបសួរបងលើកនេះយើងមកមើលការចម្អិនស៊ូគីនីចៀនដែលមនុស្សមួយនេះធ្វើឲ្យកូនៗបានញ៉ាំបន្លែបានច្រើនចាមុខម្ហូបមួយនេះយើងអាចធ្វើញ៉ាំជាមួយនឹងអាហារចម្បងពេលថ្ងៃពេលយប់ឬក៏ខ្ចប់យកឲ្យកូនយកទៅសាលាក៏បានដែរឬក៏ធ្វើជាអាហារសម្រន់ក៏បានដូចគ្នាចាចំណែកឯវិធីចម្អិនវិញគឺងាយហើយមានរសជាតិឈ្ងុយឆ្ងាញ់ដោយសារយើងប្រើជីហើយនិងម្សៅកំទេចនំប៉័ងចាចំណែកឯគ្រឿងផ្សំនេះខ្ញុំសូមភ្ជាប់ជូននៅក្នុងវីដេអូនេះផងដែរចាឥឡូវយើងងាកមកមើលរបៀបចម្អិនជាមួយគ្នាចាជាដំបូងគឺយើងទ្រាប់กระดาษ napkin នៅបាតចានគោមួយដែលយើងនឹងជូរផ្លែស៊ូគីនីដាក់នៅលើក្រដាសនោះចាយើងទ្រាប់กระดาษ napkin នៅពីក្រោមដើម្បីបឺតយកជាតិទឹកចេញពីផ្លែស៊ូគីនីនិងការ៉ុតចេញខ្លះដើម្បីកុំឲ្យមានជាតិទឹកច្រើនពេកនៅក្នុងល្បាយចាយើងត្រូវជូរផ្លែស៊ូគីនីជាសរសៃល្អិតៗបែបនេះបន្ទាប់មកយើងជូរមើមការ៉ុតបន្ថែមទៀតចាបន្ទាប់ពីជូរផ្លែស៊ូគីនីជាមួយនឹងមើមការ៉ុតបានសរសៃល្អិតៗដូចគ្នាហើយគឺយើងយក napkin ដែលយើងបានទ្រាប់នោះទៅផ្តិតជាមួយនឹងបន្លែទាំងពីរនេះដើម្បីបឺតយកជាតិទឹកចេញចាបន្ទាប់មកយើងចាក់ឈីសរសៃល្អិតៗម្សៅកំទេចនំប៉័ងអំបិលហើយនិងគូស៊ុតមាន់ចូលផងដែរចាបន្ទាប់មកគឺយើងកូរចូលគ្នាឲ្យសព្វចាករណីដែលអត់មានអូវិនសម្រាប់ដុតទេយើងក៏អាចចៀននៅក្នុងខ្ទះក៏បានដែរគឺយើងចាក់ខ្លាញ់បន្តិចចូលទៅក្នុងខ្ទះឆាបន្ទាប់មកយើងដួសល្បាយនេះម្ដង1ស្លាបព្រាបាយដាក់ចូលទៅក្នុងខ្ទះដើម្បីធ្វើការចៀនចានឹងខ្ញុំប្រើថាសសម្រាប់ដុតនំ cupcake ដើម្បីដុតស៊ូគីនីនេះវិញចានឹងខ្ញុំជ្រោយប្រេងអូលីវបន្តិចនៅលើថាសនេះបន្ទាប់មកដួសល្បាយនេះម្ដង1ស្លាបព្រាបាយដាក់ចូលទៅក្នុងប៉ែននីមួយហើយយើងត្រូវដុតស៊ូគីនីនេះនៅក្នុងអូវិនក្រោមកម្ដៅ200អង្សាសេរយៈពេល15នាទីចាស៊ូគីនីចៀននេះរួចរាល់ហើយគឺមានក្លិនឈ្ងុយមែនទែនដោយសារយើងប្រើជីហើយនិងម្សៅកំទេចនំប៉័ងចាហើយកូនស្រីនាងខ្ញុំគាត់ញ៉ាំជាអាហារសម្រន់បន្ទាប់ពីចេញពីសាលាប្រហែលជាម៉ោង3 រសៀលសូមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា